ការសម្រេចរបស់ខ្ញុំកាលពីថ្ងៃទី28 ខែ 4 ទៅកន្លងទៅនេះគឺមាន2ចំណុចគឺយើងក្រុងផ្ទេរប្រតិបត្តិការនៅថ្ងៃដូចខែតាមផែនការគឺថ្ងៃទី9 ម៉ោង 12 យប់ចូលថ្ងៃទី10 កក្កដាផ្ទេរនេះបានន័យថាបិទប្រតិបត្តិការកន្លែងចាស់កប៉ាល់ហោះចុះទៅកន្លែងថ្មីកន្លែងបញ្ជាកប៉ាល់ហោះ Air Traffic Controller អីទៅនោះដើម្បីកប៉ាល់ហោះចុះកន្លែងនោះនេះគឺជាការផ្ទេរមិនមែនការផ្ទេរទៅដល់នោះហើយឲ្យឯកជនចូលមកយកនេះទេចំណុចក្រោយពីពេលនោះពីណាទទួលខុសត្រូវខ្ញុំបានចារឯកភាព2ចំណុចដែលរដ្ឋលេខាធិការអាកាសចរស៊ីវិលស្នើសុំទី1ផ្ទេរការគ្រប់គ្រងពលានទាំងមូលទៅឲ្យការគ្រប់គ្រងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលចំណុចទី2គឺសុំកងកម្លាំងប្រដាប់អាវុធដើម្បីជួយការពារសន្តិសុខទ្រព្យសម្បត្តិរបស់រដ្ឋនៅពលានចាស់រួមទាំងការពារល្បាតជុំវិញនឹងបូកជាមួយនឹងការពារនៅទីតាំងអញ្ចឹងគឺថាការពារខ្ញុំសម្រេចនៅថ្ងៃទី28 ខែ 4 ថ្មីនេះគឺសម្រេចការទេភារកិច្ចមកការគ្រប់គ្រងដាច់ទាំងមូលដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលទៅលើទីតាំងទាំងមូល SCA គឺផ្ទេរទៅពលានយន្តហោះថ្មីគឺផ្ទេរការគ្រប់គ្រងឲ្យដីកន្លែងនេះនៅតែជារបស់រដ្ឋដដែលអត់មានលក់ទៅណាទេសូមបញ្ជាក់ឥឡូវបើមិនលក់ឥឡូវលក់ទៅមុខអត់ទេគោលការណ៍ដែលយើងគ្រោងបច្ចុប្បន្នគឺរក្សាកន្លែងនេះទុកស្ថានភាពបច្ចុប្បន្នហើយត្រៀមបំរុងក្នុងករណីមានចុះដោយគេថា emergency landing ជាពីបំរុងការគ្រប់គ្រងរបស់អាកាសចរស៊ីវិលប៉ុន្តែយើងអត់មានលទ្ធភាពទៅបំពាក់គ្រឿង Air Traffic Controller នៅពលាននេះទេហើយទី2ក៏វាពាក់ព័ន្ធទៅនឹងកិច្ចសន្យាជាមួយ SCA នៅក្នុងការគ្រប់គ្រងតែសម្រាប់បច្ចេកទេសកន្លែងនេះចុះឧទ្ធម្ភាគៈបានហើយបើសិនជាចាំបាច់ក្នុងករណីមួយដែលមានគេថាអាសន្នអន់ក្រពលានចាស់ចុះមិនបានពេលណាទោះបីមិនមានកន្លែងបញ្ជាក៏ពីឡុតដែលឆែកជាមួយបច្ចេកទេសអាចប្រាស់ជំនាញដែលគាត់វឹកវើតាមផ្នែកដែលមើលបានអាចចុះបដិសន្នកន្លែងនេះអានេះគឺជាការគិតគូរចំពោះមុខនៅក្នុងការថែរក្សាហើយគ្មានចរចារឿងលក់ពលាននោះទេ